មនុស្សភាគច្រើនចូលចិត្តដាក់គោលដៅស្រមៃធំសរសេរវាចុះលើក្រដាសប៉ុន្តែចុងក្រោយគ្មានអ្វីកើតឡើងហេតុអ្វីព្រោះគោលដៅគ្រាន់តែជាទិសដៅវាប្រាប់យើងថាចង់ទៅណាប៉ុន្តែវាមិនប្រាប់យើងថាត្រូវទៅដល់ដូចម្តេចទេមនុស្សជោគជ័យមិនពឹងផ្អែកតែគោលដៅទេពួកគេបង្កើតប្រព័ន្ធ system ប្រព័ន្ធគឺជាម៉ាស៊ីនដែលដំណើរការរាល់ថ្ងៃសូម្បីតែពេលគ្មានមោទនភាពសូម្បីតែពេលជីវិតពិបាកគោលដៅអាចលើកទឹកចិត្តអ្នកបានខ្លីៗប៉ុន្តែប្រព័ន្ធអាចបំលែងជីវិតអ្នកបានមួយជីវិតនៅពេលមនុស្សដាក់គោលដៅពួកគេរំភើបនៅដើមខ្ញុំនឹងរកប្រាក់បានច្រើនខ្ញុំនឹងសម្រកទម្ងន់ខ្ញុំនឹងក្លាយជាអ្នកជំនាញប៉ុន្តែបន្តិចក្រោយមកសម្ពាធកើតឡើងរាល់ថ្ងៃដែលអ្នកមើលគោលដៅអ្នកឃើញតែថាអ្នកនៅឆ្ងាយប៉ុណ្ណាការកំណត់បង្កើតការថប់បារម្ភការយឺតយ៉ាវបង្កើតការរិះគន់ខ្លួនឯងអ្នកចាប់ផ្ដើមគិតពីលទ្ធផលជំនួសឲ្យគិតពីសកម្មភាពហើយពេលលទ្ធផលមិនមកលឿនការលើកទឹកចិត្តក៏រលត់បាត់ទៅឥឡូវសូមប្រៀបធៀបជាមួយប្រព័ន្ធដកយកសម្ពាធនៃការកំណត់ចេញជំនួសឲ្យគិតថាខ្ញុំត្រូវសម្រេចអ្វីមួយអ្នកគិតថាថ្ងៃនេះខ្ញុំនឹងអនុវត្តតាមរបៀបរបស់ខ្ញុំអ្នកមិនគិតពីភ្នំធំទេអ្នកគិតតែពីជំហានបន្ទាប់ហើយរាល់ជំហានតូចៗគឺជាជ័យជំនះនេះហើយជាវិធីដែលវឌ្ឍនភាពកើតឡើងស្ងប់ស្ងាត់ថេរនិងមាននិរន្តរភាពសកម្មភាពតូចៗប្រចាំថ្ងៃអាចមើលទៅមិនសំខាន់ប៉ុន្តែវាបូកសរុបកម្លាំងតាមពេលវេលាមួយទំព័រប្រចាំថ្ងៃคล้ายជាសៀវភៅ5នាទីហ្វឹកហាត់คล้ายជាជំនាញការធូរតូចៗជាបន្តបន្ទាប់អាចបំលែងជីវិតបានភាពថេរឈ្នះភាពខ្លាំងជានិច្ចការធូរធំឲ្យអ្នកនឿយហត់ការធូរតូចបង្កើតទម្លាប់ហើយទម្លាប់មិនពឹងផ្អែកទៅលើការលើកទឹកចិត្តទេការលើកទឹកចិត្តមិនថេរថ្ងៃខ្លះអ្នកមានអារម្មណ៍ល្អថ្ងៃខ្លះអ្នកមិនមានអារម្មណ៍អ្វីទេប៉ុន្តែទម្លាប់នៅតែដំណើរការប្រព័ន្ធធ្វើឲ្យសកម្មភាពคล้ายជារឿងស្វ័យប្រវត្តិដូចជាការដុសធ្មេញរាល់ព្រឹកពេលសកម្មភាពคล้ายជាទម្លាប់វឌ្ឍនភាពคล้ายជារឿងជះមិនរួចប្រព័ន្ធក៏ជួយកាត់បន្ថយសម្ពាធផ្លូវចិត្តអ្នកមិនត្រូវសួរខ្លួនឯងរាល់ថ្ងៃថាថ្ងៃនេះធ្វើឬមិនធ្វើប្រព័ន្ធបានសម្រេចជំនួសអ្នកហើយវារក្សាថាមពលអ្នកហើយជួយអ្នកបន្តទៅមុខសូម្បីតែថ្ងៃអាក្រក់សេចក្តីពិតដ៏មានអំណាចមួយទៀតគឺប្រព័ន្ធបំលែងអត្តសញ្ញាណគោលដៅផ្ដោតទៅលើអ្វីដែលអ្នកចង់មានប្រព័ន្ធផ្ដោតទៅលើអ្នកកំពុងក្លាយជារាល់ពេលអ្នកអនុវត្តតាមប្រព័ន្ធអ្នកកំពុងបោះឆ្នោតឲ្យអត្តសញ្ញាណថ្មីខ្ញុំមានវិន័យខ្ញុំធ្វើបានជាប់គន្លងខ្ញុំមិនបោះបង់ពេលអត្តសញ្ញាណផ្លាស់ប្ដូរជោគជ័យคล้ายជារឿងធម្មតាគោលដៅមានចំណុចបញ្ចប់ប្រព័ន្ធបន្តទៅមុខជានិច្ចគោលដៅអាប់អសាទរម្ដងប្រព័ន្ធបង្កើតលទ្ធផលជាបន្តបន្ទាប់ពេលជីវិតផ្លាស់ប្ដូរប្រព័ន្ធអាចកែប្រែអភិវឌ្ឍនិងរស់រុនមានដូច្នេះសារសំខាន់ថ្ងៃនេះគឺដាក់គោលដៅសម្រាប់ទិសដៅបង្កើតប្រព័ន្ធសម្រាប់វឌ្ឍនភាពកុំសួរទៀតថាតើខ្ញុំនឹងជោគជ័យពេលណាសួរថាជំហានតូចបន្ទាប់ដែលខ្ញុំត្រូវធ្វើថ្ងៃនេះគឺអ្វីជឿជាក់លើដំណើរបង្ហាញខ្លួនរាល់ថ្ងៃហើយឲ្យភាពថេរធ្វើការជំនួសអ្នកព្រោះចុងក្រោយជោគជ័យមិនមែនជាចំណុចដែលអ្នកទៅដល់ទេប៉ុន្តែជាប្រព័ន្ធដែលអ្នករស់នៅជាមួយវា